ok chẳng chê cái đấy nhưng cho mùi tiền nè bà toàn chỗ dot value dot cs dot text ấy nâng thế bà cho mùi là cái nào cầm sam tích 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 nhé bà chê cái đấy chê supi dot atm âm ẩn nhé ok script src JS version 4 យើងណាអូខេខ្ញុំ design អញ្ចឹងដើម្បី design ឲ្យស្អាតបន្តិចយើងស្អាតបន្តិចនេះមិញហ្នឹង copy ឲ្យមិញទៅណា copy មក copy យកទៅ paste ចូលក្នុងនេះតិចហើយយើងយកវាតែ300បានទេណាបាទ300ទៅដល់កុំពេកកុំវែងពេកណាបាទហើយខ្ញុំមាន div មួយទៅនេះហើយ div ខ្ញុំសេពាក្យថា high show element ណា high show element អូខេបាទ high show element ហើយក្នុងខ្ញុំមានប៊ូតុងមួយបាទប៊ូតុងអូខេហៅ bootstrap ចូលហ្មងលឿនណាបាទអូខេតាមធម្មតា link គេដាក់នៅលើ script link .min.cn ណាបាទខ្ញុំមាន take span មួយទៅ take span plus btn 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 danger danger plus btn high ណាបាទ high អូខេចឹង take វាខ្ញុំដាក់ high តោះបាទខ្ញុំប្រើ my ដល់ទីទៅបាទឥឡូវយើងមើល result យើងអូខេនេះណាអូវានៅគៀននេះមកនេះអញ្ចឹងយល់ល្អខ្ញុំដាក់វាកុំឲ្យមាន margin 0 auto អីកុំឲ្យមាន background ចេះអីយើងប្រើ class ទៅ class របស់ bootstrap ទៅព្រោះអត់ដូចគ្នាណាបាទឬក៏យើងប្រើបាទនោះវា background បាទនេះហើយនេះខ្ញុំដាក់ warning bg ដក warning ហ៎ព្រោះនោះបតង់វាក្រហមហ្នឹងអត់ទេ secondary ណាsecondary នេះចាអូខេបាទ high show element អញ្ចឹងពេលខ្ញុំ click លើបតង់ high នេះគឺវាបាត់ណាបាទគឺវាបាត់អានឹងទៅវិញបាត់អានេះបាទ div នេះបាទ div នេះណាអញ្ចឹង div នេះខ្ញុំឲ្យមាន class មួយខ្ញុំដាក់មួយ class ថា demo តើណាអញ្ចឹងខ្ញុំមាន script មួយទៅនេះ script មួយនេះគឺយើងទៅសរសេរទម្រង់លក្ខណៈ jQuery គឺ document.get.ready function ខ្ញុំ click ទៅលើបតង់ឲ្យគេ high អញ្ចឹងខ្ញុំដាក់ $គេបាទ single quote ក៏បាន double quote ក៏បាននៅកន្លែងនេះណាបាទ dot ឯគេ btn ឯគេ btn high យើង click លើវាមែនទេអញ្ចឹង click មិន dot on click អីទេគឺ click ទៅទេមក click ហើយមិនមែនស្មើ function ដូចនៅក្នុងឯគេចោល skip ទេ click គឺបើកវងកញ្ចក់ទៅសេពាក្យ function នៅក្នុងនឹងវិញទៅសេ keyword function នៅក្នុងនឹងវិញតោះនេះ function វងកញ្ចក់ឲ្យគ្នាតម្លាក់ឲ្យចេះតោះណាមើលម្ដងទៀតខ្ញុំ dot បាទ dot click បាទវងកញ្ចក់ function មក function តែតែមានវងកញ្ចក់ចេញវងកញ្ចក់មកគ្នាប function ហ្នឹងយើងអត់ទាន់ចេញពី click ទេណា function វងកញ្ចក់គ្នាបឃើញទេវងកញ្ចក់របស់គេ function ហើយគ្នាបតើណាកន្លែងហ្នឹងអូខេបាទតោះពេល click ហើយចង់នៅតែ click ដើរអត់ alert វាមើលសិនណាកុំទាន់តែសេកូដច្រើនកុំទាន់សេកូដច្រើនទេមិនដឹងថាចុំអាហ្នឹងខុសឡើយណា click ដើរហ៎ខ្លះហ្នឹងត្រូវហ៎ណាយើងដើម្បីដឹងថាត្រូវមិនទៅខ្លះហ្នឹង click ដើរមិនត្រូវមិនត្រូវយើងដាក់ alert មើលសិនកុំទាន់សេកូដផ្សេង
point ហើយ alert zone ចឹងមានយើង click ត្រូវហើយដើរហើយណាដើរហើយចឹងពេលដែល click បានហើយខ្ញុំអា demo នេះវាបាទវា hide វាបាត់ទៅវិញអញ្ចឹងខ្ញុំដុល្លារបាទខ្លះបាទ demo ទៅបាទ demo hide ណា hide វាមាន function វាស្រាប់ហ្មងមាន method វាស្រាប់ហ្មង hide បាទចឹងពេលយើង click ទៅវា hide វាទៅវាលឿនពេកឃើញទេលឿនពេកចឹងចង់វារៀង slow motion យ៉ាងហ្នឹងបើយើងដាក់100 មីលីវិនាទីទៅបើយើងដាក់1000វិនាទីស្មើ1 second តើនេះបាទឥឡូវខ្ញុំដាក់ត្រឹម200 មីលីទៅបានណា 0.2 second ចឹង click high ទៅឃើញវារៀង slow ហ៎បាទចឹងយើងដាក់ត្រឹម3ចុះឬ4ចុះអូខេបាទ click ទៅអូខេតើណានេះឃើញណាចឹងពេលដែល click បាទលើ high វា high ចុះពេលខ្ញុំចង់ click លើ show ណាខ្ញុំចង់មានបតង់ឲ្យគេ show មួយទៀតខ្ញុំ copy នេះទៅ show មែនទេ show ចឹង show នេះខ្ញុំប្រើ primary ឬយើងប្រើ success អូខេ success ទៅណាចឹងពេលដែលខ្ញុំ click គេបាទបាទ click នៅលើ btn show dot click គេសរសេរហ្មងទៅដើម្បីគ្នាយើងស្រួលចំណាំ dot click បាទបើកវងកញ្ចក់មក function អូខេវងកញ្ចក់គ្នាបតម្លាក់មកយើងឲ្យអា demo ហ្នឹង dot show ឲ្យ slow motion វា 0.4 វិនាទីណាអូខេ high show គេប៉ុន្តែវាមានមួយទៀតថាអត់ចង់មានបតង់2ទេចង់មានបតង់តែមួយទេ click high show click លើបតង់ហ្នឹងបំពង់ high ឲ្យវា show ពង show ឲ្យវា high ពង high ឲ្យវា show ពង show ឲ្យវា high click ទៅ click មកអញ្ចឹងណាបាទអញ្ចឹងខ្ញុំមានបតង់មួយទៀតគឺបតង់ high show បាទឬក៏យើងហៅថាtoggle ក៏បានទេយើងហៅ high ផង show ផង high slash show អញ្ចឹងមកណាhigh show អូខេហ្នឹងហើយពីរហ្នឹងតើបាទហើយអញ្ចឹងអានេះខ្ញុំដាក់primary អូខេ primary នេះអញ្ចឹងពេលខ្ញុំ click ណាបាទលើបតុង high show dot click ទៅគឺគេប្រើ function មួយគឺ toggle មិនចាំបាច់ check if អាញាត់នេះស្មើ1ឲ្យវាចេញចេះអាញាត់នោះស្មើ2ឲ្យវា show បើវាស្មើ1ឲ្យវា high បើវាស្មើបើវាពង1ឲ្យវា high ហើយឲ្យវាឲ្យតម្លៃវាដូរទៅជា2ហើយបើវាពង2ឲ្យវា show ហើយបើវា show ហើយតម្លៃវាទៅ1ទៅវិញទៅមកអញ្ចឹងណាបាច់ទេនៅក្នុងនេះគឺវាមាន function វាគឺបាទ method វាគឺ toggle ចឹងតែប៉ុណ្្នឹងទៅ high show អានេះ high show ទេបាទបតង់តែមួយនឹងទេណាបាទហ្នឹងទៅបានណាខ្ញុំសាក់ប៉ះមេរៀននឹងទៅឲ្យតម្លាក់ចូលគ្រប់ផងដើម្បីឲ្យខ្ញុំដឹងថាគ្នាយើងតាមដានណាហើយបានធ្វើមែនតាន់មេរៀននឹងមែនណាគេអត់មាន homework គួរអនុវត្តកិច្ចការនឹងផងអូខេប៉ុណ្ណឹង